នៅក្នុងវិស័យទឹកស្អាតនេះនៅបណ្ដាប្រទេសជាច្រើនគឺត្រូវតែមានការរៀបចំនៅនិយត្តករបាទគឺជាតួអង្គបាទជាអាជ្ញាធរមួយដែលមានតួនាទីតាមដានត្រួតពិនិត្យគ្រប់គ្រងនិងអនុវត្តនៅបទបញ្ញត្តិនានាដែលរដ្ឋាភិបាលបានចេញនិយត្តករនេះគឺជាអ្នកកំណត់ថ្លៃទឹកបាទទឹកនៅតំបន់ណានៅភូមិសាស្ត្រណាគួរលក់ប្រមាណថ្លៃប្រមាណបាទដោយសារគាត់ជាអ្នកអនុម័តទៅលើអាជ្ញាប័ណ្ណតើត្រូវវិនិយោគក្នុងទំហំប៉ុណ្ណាពេលណាពីព្រោះដូចខ្ញុំជម្រាបរួចហើយវិនិយោគខ្លាំងពេកលឿនពេកខាតបាទរកចំណូលមិនទាន់ក្នុងការទូទាត់សេវាបំណុលបាទយឺតពេកមិនទាន់នឹងសភាពការនៃការប្រវត្តិរបស់ប្រទេសបាទវិនិយោគខ្លាំងពេកជួនកាលធ្វើឲ្យថ្លៃទឹកនឹងត្រូវកើនខ្ពស់ពេកមិនសមស្របនឹងលទ្ធភាពរបស់ប្រជាពលរដ្ឋបាទហើយនិយត្តករនេះត្រូវធានាឲ្យបាននូវការស្រង់ថ្លៃដើមបាទយ៉ាងហោចណាស់អញ្ចឹងគាត់មានតួនាទីនៅក្នុងការមើលទាំងអស់នេះធានានៅចីរភាពហិរញ្ញវត្ថុបើសិនបើប្រតិបត្តិករនោះគាត់ដោយប្រការណាមួយត្រូវដួលរលំបានន័យថាអត់មានអ្នកផ្ដល់សេវាទេហើយយើងនិយាយរួចហើយថាវិស័យនេះគឺជាវិស័យផ្ដាច់មុខបាទមួយតំបន់សេវាមានតែប្រតិបត្តិករមួយទេមិនមានប្រតិបត្តិករ2 3ដោយវិស័យទូរគមនាគមន៍អីទេបាទហើយនិយត្តករនេះគាត់មានតួនាទីការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់គាត់កំណត់និងគាត់តាមដានមើលនៅគុណភាពសេវាគុណភាពទឹកបាទសេវាអតិថិជនល្អមិនល្អមានការដោះស្រាយមិនដឹងនេះគឺគាត់នឹងហើយបាទហើយគាត់ធានានៅអនុលោមភាពនៃបទបញ្ញត្តិផ្នែកបរិស្ថានផងដែរបាទបញ្ចេញសំណល់យ៉ាងម៉េចភក់យ៉ាងម៉េចអីយ៉ាងម៉េចហ្នឹងគឺនៅតួនាទីរបស់គាត់ហើយរួមទាំងការការពារប្រភពទឹកផងដែរបាទគាត់ក៏ជាតួអង្គសំខាន់បាទដែលយើងហៅថានិយត្តករហ្នឹងគាត់ធានានៅសមត្ថភាពនៃសេវាបានន័យថាមិនមែនតែប្រជាជននៅទីក្រុងទេដែលមានទឹកប្រើប្រាស់ក៏ត្រូវធ្វើម៉េចឲ្យការវិនិយោគរាយប៉ាយទៅដល់អ្នកនៅជនបទផងដែរធ្វើម៉េចធានាឲ្យបាននូវសមត្ថភាពនៃការប្រើប្រាស់ថែមទៀតចំណុចចុងក្រោយនេះខ្ញុំចង់លើកនៅទស្សនៈទានមួយចំនួនដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ក្តីជាឧស្សាហកម្មជាពាណិជ្ជកម្មលក្ខណៈតើបងប្អូនអាចចូលរួមយ៉ាងម៉េចនៅក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនេះទី1គឺខ្ញុំសង្ឃឹមថាតាមរយៈការចែករំលែកថ្ងៃនេះបងប្អូនបានជ្រាបយល់ដឹងបន្ថែមអំពីវិស័យហើយនឹងផ្ដល់ការគាំទ្រធ្វើម៉េចឲ្យវិស័យទឹកស្អាតនេះនៅតែជាវិស័យមួយដែលមានសារៈសំខាន់ទាំងផ្នែកសេដ្ឋកិច្ចនិងផ្នែកសង្គមការធានាបាននៅសកលកម្មទឹកស្អាតនៅទូទាំងប្រទេសរបស់យើងគឺប្រៀបបានដូចជាសាមគ្គីភាពនិងឯកភាពជាតិដូច្នោះដែរបានន័យថាបើសិនជាយើងបានប្រើហើយប៉ុន្តែយើងមិនជួយចុកជួយចៅចូលរួមធ្វើម៉េចឲ្យសេវានេះបានទៅដល់បងប្អូនដែលយើងមិនទាន់បានទទួលនៅសេវានេះអញ្ចឹងយើងមិនមានជាសាមគ្គីភាពទេបាទអញ្ចឹងយើងត្រូវធ្វើម៉េចរួបរวมគ្នាជួយគ្នាដើម្បីឲ្យសេវានេះបានទៅដល់គ្រប់ទីកន្លែងចំណុចនោះទៀតដែលខ្ញុំអំពាវនាវដែរគឺពាក់ព័ន្ធទៅនឹងការយល់ដឹងអំពីបរិស្ថានស្ដែងតាមរយៈសកម្មភាពនៃការចូលរួមសន្សំសំចៃទឹកធានាប្រសិទ្ធភាពនៃការប្រើប្រាស់ទាំងក្នុងជីវភាពក៏ដូចជាសេដ្ឋកិច្ចជាតិដែរដែលនេះគឺជាកត្តាគន្លឹះខ្ញុំសូមឧទាហរណ៍បាទថាគ្រាន់តែនៅពេលដែលបងប្អូនពេលដែលទិញប្រគុណបាទពេលដែលទិញរ៉ូប៊ីណេទឹកបានជ្រើសរើសនៅបង្គន់ដែលមានសន្សំសំចៃទឹកឬរ៉ូម៉ាណេដែលមានសន្សំសំចៃទឹកនោះក៏ជាការចូលរួមសន្សំសំចៃរបស់ជាតិដូចទៅហើយបងប្អូនដែលធ្វើផលិតកម្មជ្រើសរើសនៅផលិតកម្មមួយដែលមានប្រសិទ្ធភាពទឹកសន្សំសំចៃទឹកបានឧបករណ៍ដែលសន្សំសំចៃទឹកបាននោះក៏ជាការចូលរួមសន្សំសំចៃដល់សេដ្ឋកិច្ចជាតិដូចទៅហើយបានន័យថាយើងពុំចាំបាច់ត្រូវតែវិនិយោគបន្ថែមរហូតទេព្រោះវិនិយោគដល់កម្រិតមួយនឹងអត់មានលទ្ធភាពចំណេញត្រឡប់មកវិញទេនៅពេលដែលបងប្អូនទទួលបានសេវាគ្រប់គ្រងទឹកស្អាតនេះទៅដល់មុខផ្ទះហើយបាទទៅដល់មុខអាជីវកម្មហើយសូមមេត្តាចូលរួមប្រើប្រាស់ព្រោះយើងមានជាបទពិសោធន៍ដែរថានៅតំបន់មួយចំនួនដែលអត្រាគ្រាប់ដណ្ដប់នេះនៅទាបនៅឡើយក៏ដោយសារបងប្អូននៅមានជំរើសប្រើប្រាស់ទឹកដងបាទប្រើប្រាស់ទឹកបឹងប្រើប្រាស់ទឹកត្រពាំងអីជាដើមអញ្ចឹងទេបើយើងមិនផ្លាស់ប្ដូរទម្លាប់និងប្រតិកំណត់ទាំងអស់នេះទេយើងនឹងមិនអាចសម្រេចនៅសកលកម្មទឹកស្អាតនេះបានទេអញ្ចឹងក្រុមហ៊ុនដែលគាត់ផ្គត់ផ្គង់ទឹកស្អាតនេះឧទាហរណ៍អញ្ចឹងថាបើគាត់ផ្គត់ផ្គង់សម្រាប់តែបងប្អូនដាំបាយប្រហែលជាអាជីវកម្មគាត់នឹងរលំហើយបាទបងប្អូនមិនប្រើប្រាស់ទឹកនេះសម្រាប់គោលដៅផ្សេងទៀតបាទហើយផ្នត់គំនិតនៃការប្រើប្រាស់ទឹកម្ដងនេះក៏សូមកែសម្រួលឡើងវិញបាទណាស់ថាកន្លែងដែលយើងមិនទាន់មានទឹកស្អាតទៅដល់ទឹកបំពង់ទៅដល់យើងនៅបន្តប្រើសិនប៉ុន្តែជាផ្នែកបរិស្ថានដណ្ដងទឹកក្រោមដីនេះក៏មានការប្រែប្រួលច្រើនដែរហើយប្រសិនបើយើងមិនបានធ្វើពិសោធន៍
យកទៅពិសោធន៍នៅស្រួលបួលគឺមាននៅសារធាតុមួយចំនួនដែលបង្កហានិភ័យនិងគ្រោះថ្នាក់ដល់សុខភាពផងដែរអញ្ចឹងការចូលរួមរបស់បងប្អូនដើម្បីទ្រទ្រង់ដល់វិស័យនេះមានសារៈសំខាន់កាលណាយើងចង់បាននៅគុណភាពយើងចង់បាននៅសុវត្ថិភាពយើងចង់បាននៅនិរន្តរភាពយើងត្រូវតែចូលរួមក្នុងការបង់ថ្លៃព្រោះរបស់ដែលមានគុណភាពគឺពេលខ្លះគឺមិនអាចថោកបានទេហើយបងប្អូនបានឃើញនៅខ្សែច្រវាក់ផលិតកម្មនៅទឹកស្អាតនេះគឺចំណាយច្រើនត្រូវបូមពីស្ទឹងពីទន្លេត្រូវវិនិយោគលើបណ្ដាញបំពង់ត្រូវវិនិយោគទៅលើម៉ាស៊ីនមកជំរុញត្រូវប្រព្រឹត្តតកម្មត្រូវប្រើចំណាយទៅលើសារធាតុសម្រាប់មេរោគត្រូវប្រើភ្លើងដើម្បីរុញឲ្យបានសម្ពាធគ្រប់ទីកន្លែងត្រូវមានអាងស្តុកត្រូវមានដីដ៏ធំលក្ខណៈអញ្ចឹងការវិនិយោគលើវិស័យដើម្បីបានទឹកស្អាតជូនបងប្អូនប្រើប្រាស់នេះគឺមិនមែនអស់ថប់ទេហើយចំណុចសំខាន់មួយទៀតខ្ញុំសូមអំពាវនាវឲ្យបងប្អូនជាអ្នកប្រើប្រាស់ទាំងអស់ចូលរួមជាភ្នែកជាត្រចៀកទៅលើហេដ្ឋារចនាសម្ព័ន្ធដែលយើងអាចចាត់ទុកបានថាជាហេដ្ឋារចនាសម្ព័ន្ធរបស់យើងទាំងអស់គ្នាកាលណាមានផលប៉ះពាល់កាលណាមានការលេចធ្លាយសូមចូលរួមរាយការណ៍ឲ្យបានទាន់ពេលដើម្បីយើងដោះស្រាយបញ្ហានេះទាំងអស់គ្នាខ្ញុំសូមជម្រាបបន្ថែមថាក្រសួងពុំទាន់ស្កប់ស្កល់ទៅនឹងសមិទ្ធផលដែលយើងសម្រេចបានដល់ច្រើននេះនៅឡើយទេគឺយើងកំពុងតែខិតខំប្រឹងប្រែងបន្ថែមទៀតសម្ដៅឲ្យឈ្មោះទៅឲ្យដល់នៅគោលដៅ2030សម្ដៅឲ្យបានបងប្អូននៅគ្រប់ទីប្រជុំជននិងតំបន់ជនបទនានាទទួលបាននៅសេវាគ្រប់គ្រងទឹកស្អាតប្រើប្រាស់សម្ដៅធ្វើម៉េចឲ្យឧស្សាហកម្មការកែច្នៃនិងសេដ្ឋកិច្ចជនបទរបស់យើងមានទឹកស្អាតដើម្បីធ្វើការអភិវឌ្ឍឲ្យសេដ្ឋកិច្ចជាតិយើងរីកចម្រើនអញ្ចឹងក្រសួងបានខិតខំកែលម្អជាពិសេសគឺយើងបានហៅថាឆែកសុខភាពធ្វើការត្រួតពិនិត្យវិតម្លៃប្រតិបត្តិការឯកជនទាំងជាង400របស់យើងនេះហើយឃើញជាលទ្ធផលឃើញដោយដែលយើងបានដឹងដោយដែលយើងបានជួបប្រទះហើយនៅបញ្ហាកង្វះខាតទាំងផ្នែកបច្ចេកទេសទាំងផ្នែកធនធានហិរញ្ញវត្ថុទាំងសមត្ថភាពដើម្បីធ្វើឲ្យទឹកនេះមានការប្រសើរឡើងវិញជំរុញនៅការកែតម្រង់យើងកំពុងតែយកមកវិញនៅទូនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋដោយធ្វើការវិនិយោគបន្ថែមទៅលើប្រភពទឹកដើម្បីធ្វើម៉េចឲ្យទឹកនេះនៅមានតម្លៃសមរម្យបានយើងកំពុងតែបង្កើនបន្ថែមនៅរោងចក្រថ្មីៗដែលនឹងមានការសម្ពោធជាបន្តបន្ទាប់នៅពេលដ៏ខ្លីខាងមុខនេះទៀតហើយយើងកំពុងតែដូរនៅគោលនយោបាយមួយចំនួនជាពិសេសគឺការបង់នៅថ្លៃតបជាប់សេវាដើម្បីជំរុញធ្វើម៉េចឲ្យបងប្អូនគ្រប់ឋានភាពជីវភាពមានលទ្ធភាពតបជាប់នៅបណ្ដាញទឹកស្អាតនេះផងដែរយើងក៏កំពុងតែគិតគូរអំពីការរៀបចំបង្កើតនៅនិយត្តករកំពុងតែសុំនៅគោលការណ៍សម្រាប់ចុងក្រោយរបស់សម្ដេចមហាបវរធិបតីយើងកំពុងតែបង្កើននៅសមត្ថភាពធនធានមនុស្សតាមរយៈកិច្ចសហការជាមួយបណ្ដាដៃគូរបស់យើងដូចជាសហគមន៍អឺរ៉ុបនិងដៃគូមានទីភ្នាក់ងារអភិវឌ្ឍបារាំងមានធនាគារអភិវឌ្ឍអាស៊ីមានធនាគារពិភពលោកមានធនាគារពីខាងកូរ៉េមានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ជាដើមមានដៃគូជាច្រើនកំពុងតែគ្រប់គ្រងយើងនៅក្នុងការអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធរឹងទាំងហេដ្ឋារចនាសម្ព័ន្ធទន់ការពង្រឹងសមត្ថភាពយើងកំពុងតែបង្កើតនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដើម្បីឲ្យមិនត្រឹមតែរដ្ឋកោទឹកទេគឺសូម្បីប្រតិបត្តិការឯកជនក៏អាចមករៀនបណ្ដុះបណ្ដាលបន្ថែមទៀតយើងកំពុងតែផ្ដល់អាហារូបករណ៍ដើម្បីឲ្យយើងមានធនធានអ្នកជំនាញដើម្បីចូលរួមអភិវឌ្ឍវិស័យទឹកស្អាតនេះថែមទៀតហើយយើងក៏កំពុងតែរៀបចំផែនការមេនៅតាមបណ្ដាភូមិសាស្ត្រសំខាន់យើងកំពុងតែគិតគូរអំពីរយៈពេលយូរអង្វែងជាពិសេសគឺការធានាបាននៅសន្តិសុខទឹកសម្រាប់ប្រទេសជាតិយើងគិតពី30ឆ្នាំទៅ50ឆ្នាំខាងមុខគិតអំពីការប្រែប្រួលអាកាសធាតុដែលអាចមានបច្ច័យនិងបង្កការលំបាកដល់ការធានាការគ្រប់គ្រងទឹកនៅពេលខាងមុខយើងកំពុងតែមើលនៅទូនាទីជាយុទ្ធសាស្ត្រយើងកំពុងតែស្រោចស្រង់នៅប្រតិបត្តិការដែលអាចនឹងប្រឈមនឹងការដួលរំដោយសារគាត់មិនមានលទ្ធភាពបន្តសេវារបស់គាត់នៅពេលខាងមុខហើយយើងត្រូវចូលត្រឡប់មកយកមកវិញយើងកំពុងតែគិតអំពីការពង្រីកនៅសេវារបស់យើងហើយយើងកំពុងតែបន្តអភិវឌ្ឍឥតឈប់ឈរទៅលើបច្ចេកវិទ្យាថ្មីៗនិងនវានុវត្តន៍ធ្វើម៉េចសម្ដៅឲ្យសេវាទឹកស្អាតនេះកាន់តែមានប្រសិទ្ធភាពយើងកំពុងតែបង្កើតនៅថ្នាលបច្ចេកវិទ្យាដើម្បីធ្វើការគ្រប់គ្រងប្រកបដោយទិន្នន័យប្រកបដោយបច្ចេកវិទ្យាខ្ពស់ធ្វើម៉េចឲ្យមានប្រសិទ្ធភាពហើយសូម្បីតែការបង់ថ្លៃនិងការទូទាត់ក៏កំពុងត្រូវបានកែលម្អដោយប្រើប្រាស់ប្រព័ន្ធ digital ប្រព័ន្ធទូទាត់តាមអេឡិចត្រូនិកជាដើមដើម្បីធ្វើម៉េចឲ្យបងប្អូនងាយស្រួលហើយយើងខ្ញុំបដិញ្ញាចិត្តខិតខំកែលម្អគ្រប់បែបយ៉ាងដើម្បីឲ្យសេវាអតិថិជនទៅថ្ងៃមុខកាន់តែមានប្រសិទ្ធភាពល្អទទួលបាននូវការគ្រប់គ្រងទទួលបាននូវការជឿជាក់ផ្ដល់នូវសុខុមាលភាព
ផ្ដល់នៅប្រសិទ្ធភាពសេដ្ឋកិច្ចជូនប្រជាពលរដ្ឋយើង